សន្តាគារហ្នឹងវាមានចក្រានបាយឬក៏ភួយនិធានច្រើនឧទាហរណ៍ថាមាន restaurant 1 restaurant ទី2ទី3ទី4ទៅអញ្ចឹងអានេះជា logo សម្រាប់តាំងឲ្យ restaurant មួយហើយកន្លែងនេះយើងអាច select ក៏បានបើយើង select វាមកលេខ2វានឹងចេញរូបលេខ2បើយើង select លេខ3វានឹងចេញលេខ3ឬក៏យើងអាចវាយក៏បានយើងវាយលេខចូលក៏វាចេញដូចគ្នាដែរអញ្ចឹងហើយអានឹងត្រឡប់មកនេះវាមាន logo នេះ logo ខាងលើនេះ logo វានឹងដូរទៅតាមអ្វីដែលយើងចង់បានដូចថាយើងមាន recipe ចំនួន100មុខអញ្ចឹងយើងអត់ចាំបាច់ដូរ logo ទេឬក៏ logo នៅកន្លែងណាមួយយើងគ្រាន់តែ click តែបន្តិចទៅវានឹងដូរបាទយើងដូរអញ្ចឹងមានថានេះខ្ញុំដូរ logo បាទអា logo នោះវានឹងដូរហើយអញ្ចឹងឧទាហរណ៍ថាបើខ្ញុំចង់ដូរអានេះទៅជាលេខ3រូប mon.com អញ្ចឹងឥឡូវនេះខ្ញុំវាយលេខ3មកលេខ3អញ្ចឹងរូបនេះវាដូរទៅជាលេខ3អញ្ចឹងរាល់ recipe ទាំងអស់វានឹងដូរទៅជា mon.com recipe ក៏ដូរទៅជា mon.com អញ្ចឹងយើងអត់ចាំបាច់ចាប់ recipe ម្ដងមួយមកដាក់ទេអញ្ចឹងបើ100 recipe យើងគ្រាន់តែ click មកពោកទៅ recipe ទាំង100ហ្នឹងដូរ logo ឥឡូវទីថានេះមាន mon.com នៅក្នុង recipe លេខ3ឥឡូវខ្ញុំមកសាកទៀតឲ្យមើលខ្ញុំដាក់ថា recipe យកលេខ1ខាងលើអញ្ចឹងខ្ញុំ select មកលេខ1មកអញ្ចឹងមានន័យថាឈ្មោះវាដូរទៅជា Cambodia Culinary School ណាអញ្ចឹងរូបនេះដូរហើយអញ្ចឹងយើងទៅមើល logo ទាំងអស់គ្នា logo របស់វាដូរនេះមកទី1ដូរ logo មកទី2ក៏ដូរ logo ណាមកទី3នេះដូរ logo ដូចគ្នាហើយមកមើលកន្លែងនេះវិញកន្លែងនេះគឺយើងមានម្ហូបដូចគ្នាយើងមានមុខម្ហូបនេះកន្លែងនេះអញ្ចឹងមកដូចគ្នាអញ្ចឹងបើសិនជាយើងមើលម្ហូបតូចវាបាក់មើលអញ្ចឹងបើសិនយើង select រូបភាពយើងចង់ select មកលេខ4វានឹងចេញរូបម្ហូបលេខ4បើយើងចង់ select ម្ហូបលេខ5យើងដាក់លេខ5មកវានឹងចេញលេខ5នេះបាទអញ្ចឹងយើងអាចចំនួនដោយរូបថតបុគ្គលិកក៏បានដែរថាបុគ្គលិកយើងមានច្រើនយើងមើលអត់សូវច្បាស់យើងដាក់ទៅអាចឃើញរូបថតរបស់គាត់មកកន្លែងទៀតកន្លែងនេះប្រសិនបើម្ហូបបើសិនជាខ្ញុំជ្រើសលេខ2នេះយើងជ្រើសលេខនេះបានអញ្ចឹងបើជ្រើសលេខវានឹងដូរដូចគ្នាបាទអញ្ចឹងបើយើងជ្រើសយើង select តែលេខទៅយើងមិនបាច់វាយមុខម្ហូបចូលទេមិនបាច់វាយឈ្មោះមុខម្ហូបចូលទេវាច្រើនបើយើងវាយមុខម្ហូបយើងវាយអីវាច្រើនហើយរូបភាពនេះដូរអូតូណាបើសិនយើងចង់ដូរមកលេខ4ម្ហូបហ្នឹងវានឹងដូរលេខ4បើយើងដូរមកម្ហូបលេខ5វានឹងដូរទៅជាលេខ5ហើយកន្លែងនេះដូចគ្នាយើងអាច select បានយើងអាចជ្រើសរើស restaurant ណាបានបើសិនយើងមាន restaurant បាទផ្ទះបាយឲ្យដូចគ្នាអញ្ចឹងអាចរើសបានរបស់ខ្មែររបស់អីហ្នឹងហើយទីតាំងនៃភូមិឋានហ្នឹងក៏មានដែរអាចរើសបានកន្លែងនេះមួយទៀតវាចេញលេខរៀងអូតូឧទាហរណ៍បើខ្ញុំប្រើថាខ្ញុំប្រើថាការ៉ុតខ្ញុំទៅសេការ៉ុតនេះមកអញ្ចឹងមានន័យថាភាសាកន្លែងនេះវានឹងបកប្រែទៅជាការ៉ុតបើខ្ញុំប្រើអានេះថាតសក់បាទ cucumber វានឹងប្រែបើខ្ញុំប្រើថា garlic អានេះវានឹងបកប្រែថាខ្ទឹមសចៃដន្យខ្ញុំអត់ចង់ប្រើ garlic ទេខ្ញុំចង់ដាក់ស្ករវាយស្ករមកវានឹងបកប្រែទៅជាស្ករវិញហើយចំនួនគីឡូរបស់វាវាមាននេះឧទាហរណ៍ការ៉ុត1គីឡូប្រហែល 3,500 ឧទាហរណ៍ 0.75 យើងវាយមកវានឹងគណនាអូតូតសក់ឧទាហរណ៍1គីឡូ 2,500 ឬ1គីឡូ 2,000 យើងដាក់ 0.50 មកអញ្ចឹងវានឹងលោតស្ករ1គីឡូប្រហែល 3,000 អញ្ចឹងទីហោឬក៏ 0.75 ដែរទីហោឬក៏80ចុះទីហោបាទយើង select មកវានឹងគណនាខាងក្រោមនេះអស់បាទហើយអូខេជួបគ្នានៅវីដេអូក្រោយៗទៀតបាទ